មិនថាឯងល្អឬមិនល្អទេតែយើងយល់ថាឯងមិនល្អច្រើនជាងបើដូច្នេះដើម្បីបង្ការគ្រោះបន្លាដែលស្រួចត្រូវកប់ចោលឲ្យវារលួយហើយតើលបងចង់ធ្វើអីហ្នឹងចង់កប់ខ្ញុំទាំងរស់មែនទេលបងមិនខ្លាចមានទោសទេមែនទេមានទោសមែនទេរៀងបរោះចេះជ្រែកដីដំណើរអំពីភូមិមួយឆ្ងាយពីគេគឺគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ឡើយជួនកាលអ្នកភូមិយកប្រាក់យកអង្គដូរយកទឹកហូបថែមទៀតផងនៅផ្ទះពូសែងពងពុកកំពុងតែរៀបចំទៅចំការទៀតហើយមែនទេពងនឹងហើយកូនហើយចុះកូនឯងថ្ងៃហ្នឹងអត់មានទៅរៀននៅសាលាបល័យទេមែនទេអូបានអត់បានទៅទេពងហើយកូនគិតតែថ្ងៃនេះទៅចំការជាមួយពុកដែរថ្ងៃនេះគឺពុកទៅដើរមើលកន្លែងសម្រាប់ជីកដងយកទឹកមកប្រើណាកូនតើពុកចង់ជីកនៅម្ដុំណាដែរពងព្រោះកូនឮតែភូមិយើងរកប្រភពទឹកមិនឃើញទេពងពិតមែនហើយតែក៏នៅតែព្យាយាមឥឡូវនេះពុកទៅរកជីកនៅម្ដុំចំការយើងហ្នឹងណាតោះទៅជាមួយគ្នាទៅអញ្ចឹងបើថាកូនទៅរៀនទេបាទពងអ្នកភូមិពិតជាមិនមានទឹកប្រើប្រាស់គ្រប់គ្រាន់ទេព្រោះភ្លៀងខកខានការបង្អុរមកជាយូរខែដែរហើយនៅក្នុងបរិវេណចំការពូសែងអត់មានដំណាំបែបនេះគួរឲ្យស្ដាយដីដល់ហើយពងនឹងហើយតើឲ្យធ្វើយ៉ាងម៉េចបើអត់មានទឹកផងហ្នឹងចុះលោកចវាយស្រុកនោះគាត់មិនព្រមជួយដោះស្រាយអីទេឯងពងពុកក៏មិនដឹងដែរកូនអើយតែពងផ្ទះលោកចវាយស្រុកមានដំណាំហើយក៏មើលទៅមិនខ្វះទឹកដែរមានន័យតែគាត់មានវិធីមិនខានទេនេះជាការគិតរបស់កូនតែកុំស្មានផ្ដេសផ្ដាស់អីណាហើយឆាប់រកកន្លែងជីកដងទៅកូនបាទពងត្រង់នេះកូនដូចជាលឺសំឡេងទឹកយ៉ាងម៉េចទេកូនគិតតែជីកនៅត្រង់នេះទៅពងមិនសមទេដីនៅកន្លែងនេះរឹងណាស់អាចមានទឹកមកពីណាទៅកូនមកម៉ណេះមកកូនឯងមកជួយជីកពុកនៅត្រង់នេះវិញតែកូនគិតថាទីនេះទំនងជាងណាពងជឿចាស់ទៅមកម៉ណេះមកជួយពុករៀបចំចាស់ចាំកូនទៅជួយតែពេលនេះកូនសុំឆាយកាប់ទីនេះសិនហើយពងហើយកូននេះចំមែនហើយវើយពូសែងកាប់ហើយកាប់ទៀតតែត្រង់នោះគ្មានដីមានសំណើមទេគាត់ក៏បដូរកន្លែងទៅមកជាច្រើនដងចំណែកចៅជ្រែកវិញគឺមិនបដូរកន្លែងផងទេហើយគ្មានបានការសោះនៅកន្លែងនេះមិនក៏រកកន្លែងមិនត្រូវអញ្ចឹងណោះណែចៅជ្រែកបដូរកន្លែងទៅកូនពូជ្រែកនិយាយដោយបាយខ្នងលុះមិនឮសំឡេងចៅជ្រែកតបគាត់ក៏ងាកទៅនឹងបានឃើញថាកូនជ្រែកមិនក៏កូនឯងជីកបានជ្រៅម្ល៉េះព្រោះតែកូនជឿថាខាងក្រោមមុខជាមានទឹកណាពងកូនជីកបន្តទៀតសិនកូនឯងជីកលង្លេចខ្លួនទៅហើយនៅគ្មានទឹកផងបានហើយឡើងមកកូនពួកយើងទៅផ្ទះវិញឆាប់ឡើងពុកតមុនចុះកូនជីកមកផ្លែតសិនហេកូននេះចំមែនបើអញ្ចឹងសម្រាកសិនទៅពុកទៅយកផ្លែឈើខ្លះយកមកឲ្យកូនហូបសិនណាបាទពងនិយាយហើយពូសែងក៏បានវិលទៅផ្ទះវិញចំណែកចៅជ្រែកក៏បានជួបរឿងមួយនឹកស្មានមិនដល់ទេមិនក៏ដូចជាផុងអញ្ចឹងឬក៏ខាងក្រោមនេះមានដីស្រុតទេដឹងចៅជ្រែកបានព្យាយាមតោងឡើងណាស់តែកាលនោះគាត់ក៏បានលិចដីបាត់ទៅវិញហើយគាត់ក៏បានថោកចេញវិញក្បែរគុំជែកផ្ទះរបស់គាត់តែម្ដងឈប់សិនមុននេះខ្ញុំដូចជាមនុស្សដែលអាចជ្រែកដីបានអញ្ចឹងមែនហើយជ្រែកពីចំការមកដល់ចំការជែករឿងនេះវាអស្ចារ្យណាស់សាកជ្រែកម្ដងទៀតសិននិយាយហើយចៅជែកក៏បានសាកចុះក្រោមដីម្ដងទៀតឬក៏បានជ្រែកទៅដល់កន្លែងមួយចិត្តចំការជាថ្មីល្អណាស់តាមពិតខ្ញុំជាមនុស្សដែលអាចជ្រែកដីបានតាមែនហើយមិនក៏ខ្ញុំមិនជ្រែករកប្រភពទឹកតែម្ដងទៅនិយាយហើយចៅជ្រែកក៏បានជ្រែករកប្រភពទឹកពិតមែនហើយគាត់ក៏បានកាយបង្ហូរចេញមកតាមដីដែលបានជីកនោះកូនជ្រែកតាណាបានហើយអញ្ចេះអូឈប់សិនកន្លែងដែលកូនខ្ញុំជីកពិតជាមានទឹកមែនតើពូជ្រែកពិតជារីករាយណាស់ក៏ប៉ុន្តែអារម្មណ៍ក៏កើតមានផងដែរ
កូនប្រុសកូនតាណាហើយនឹងហ៎កូនជ្រេកកូនជ្រេកតើកូនឯងនៅណាឬពុកហៅទេ ចៅជ្រីកក៏បានខុសចេញពីដីក្រោយខ្នងរបស់ពូសែងភ្លាមមួយរំពេះ ពងកូននៅទីនេះហើយពុកឯនេះខំទៅភ័យស្មានថាកូនឯងនៅស្មានតែកូននៅក្នុងដងនោះមែនទេពងពុកមើលចុះកូនអាចរកប្រភពទឹកផ្គត់ផ្គង់ចំការយើងបានហើយពុកឃើញហើយពិតជាប្រសើរណាស់កូនចំការយើងមានដំណាំហូបវិញហើយបាទពង ការលើកទឹកចិត្តជាគំរូក៏កើតមានម្ដងទៀតហើយចាប់តាំងពីពេលនោះមកអ្នកភូមិក៏នាំគ្នាជីកអណ្ដូងតាមពូសែងតែលទ្ធផលមិនដូចអ្វីដែលគ្រប់គ្នាប៉ងទេនៅក្នុងភូមិអណ្ដូងខ្ញុំជួនមានទឹកជួនអត់ទឹកពិតជាពិបាកណាស់ ឯខ្ញុំវិញក៏ជីកខាតតែកម្លាំងឃើញមានទឹកមានអីសោះហេតុនេះមានតែមកចាំទិញទឹកគេហូបប៉ុណ្ណោះ តើពួកយើងត្រូវរស់នៅដោយខ្វះទឹករហូតមែនទេលោកបងតើពេលណារាជការដឹងអំពីទុក្ខលំបាកយើងទៅខ្ញុំគិតថាលាស្រុកទៅឆ្ងាយហើយណាលោកបង ភូមិយើងដាច់ស្រយាលពីគេហេតុនេះរាជការពិបាកមកមើលបន្តិចហើយណាហើយស្ដាយស្រុកស្ដាយទេសមានតែទ្រាំទៅ កាលនោះបរិសម្នាក់ក៏បានអូសរទេះទឹកមកដល់ល្មម ទឹកមកដល់ហើយទឹកមកដល់ហើយបងប្អូននាំគ្នាមកទិញទឹកតាមទឹកប្រាក់ដែលមានតែចុះ អីយ៉ាប្រសើរណាស់ប្រសើរណាស់ ឲ្យខ្ញុំ3គីឡូមកឲ្យតែមានប្រាក់ប្រមាណក៏មានដែរ នេះផ្លយក្រោយលក់ទឹកអស់ក៏បានវិលទៅវិញចំណែកចៅជ្រេកក៏បានគិតថា តើអ្នកភូមិត្រូវរស់នៅដោយគ្មានទឹកគ្រប់គ្រាន់បែបនេះរហូតមែនទេមិនសមទេអ្នកភូមិគ្មានទឹកចុះបរោះនោះមិនក៏មានទឹកប្រើហើយអាចលក់បានទៀតផងខ្ញុំទៅតាមដានមើលសិន ថ្ងៃនោះចៅជ្រេកក៏តាមហើយតាមទៀតរហូតដល់កន្លែងមួយ គាត់ដើរចូលផ្ទះលោកចៅហ្វាយស្រុកអង្តើបើបែបនេះមានន័យទៅគាត់ធ្វើការឲ្យលោកចៅហ្វាយស្រុកមែនទេ មិនទៅណាទេចៅជ្រេកក៏ជ្រែកដីចូលផ្ទះរបស់ចៅវាយស្រុកនិងលោកស្ដាប់ដឹងរឿងមួយថា លោកចៅហ្វាយស្រុកទឹកដែលលក់គ្មានសល់សំបីតាមមួយតំណក់ទេទៀនល្អណាស់រួចចុះមាននរណាដឹងទេថាឯងជាអ្នកលក់ឲ្យយើងនោះគ្មានទេលោកចៅហ្វាយស្រុកគ្រប់គ្នាគិតតែខ្ញុំជាអ្នកឈ្មួញយកទឹកមកពីស្រុកឆ្ងាយយកមកលក់ឲ្យពួកគេតែប៉ុណ្ណោះល្អណាស់ឥឡូវឯងយកប្រាក់រង្វាន់ចុះណាហើយស្អែកនេះលក់កាន់តម្លៃផងឮទេបាទទៀននិយាយអញ្ចឹងមុននេះខ្ញុំបានដើរកាត់ចំការឃើញថាកន្លែងខ្លះមានដងទៀតផងទៀនយ៉ាងណាក៏គ្មានទឹកដែរមិនអីទេមែនហើយទៀនខ្ញុំបានមានវិធីស្រូបប្រភពទឹកយកមកស្តុកនៅទីនេះទាំងអស់ហើយតែថាចំការមួយនោះមានទឹកប្រើច្រើនណាស់ចំជាអាក្រក់ណាស់អាក្រក់មែនទែនបើថាអញ្ចឹងចាត់ការទៅកុំឲ្យវាមានទឹកឲ្យសោះណាមិនថាធ្វើឲ្យកខ្វក់ឬក៏បំពុលក៏ដោយចុះឮទេបានយល់ឲ្យទៀនប្រុសតែជាចៅហ្វាយស្រុករបៀបណាទៅមិនក៏គ្មានទំនួលខុសត្រូវអញ្ចឹងហើយថែមទាំងអាត្មានិយមបែបនេះទៀត ឮដឹងរឿងបែបនេះហើយចៅជ្រេកក៏បានជ្រែកដីដើម្បីស្វែងរកប្រភពទឹកដែលចៅវាយស្រុកបានស្តុកនោះ ព្រះអើយតាមពិតលោកចៅហ្វាយស្រុកជីកអាងក្រោមដីឡើងជ្រៅដើម្បីឲ្យទឹកហូរចូលមកតើលោកចៅហ្វាយស្រុកនេះពិតជាមនុស្សម៉ត់ចត់និងច្បាស់លាស់មែនទែន ក្រោយដឹងចៅជ្រេកក៏បានមើលគ្រប់ច្រកល្ហកទៅហើយដូច្នេះថ្ងៃនោះគាត់ក៏បានសម្រេចចិត្តថា មិនបានទេខ្ញុំត្រូវទៅរកវិធីយ៉ាងណាឲ្យប្រភពទឹកនេះផុសឡើងវិញទៅបាន ពលហើយចៅជ្រេកក៏បានលបលួចចេញយ៉ាងប្រុងប្រយ័ត្នតែកាលនោះនេះផ្លយក៏បានដើរមកឃើញ ណែប្អូនហើយឯងមកកន្លែងនេះធ្វើអីហ្នឹងគឺថាណែខ្ញុំមកតាមយើងភ្លាមឯងមុខជាចោលមិនខានទេអត់ទេខ្ញុំមិនមែនជាចោលទេ លោកចៅវាយស្រុកផងដែរក៏បានដើរមក តើមានរឿងអីហ្នឹងគឺបរោះម្នាក់នេះអើតលើមដូចជាចោលអញ្ចឹងលោកចៅហ្វាយស្រុកបើមានអីសង្ស័យកុំទុក
យកវាទៅកប់ចោលទាំងរស់ទៅបាទទៀនខ្ញុំយល់ហើយអាក្មេងនេះឯងមកតាមយើងភ្លាមទេកុំអីកុំធ្វើបាបខ្ញុំអីលបងខ្ញុំមិនមែនជាចោរទេកុំនិយាយច្រើនពេកឆាប់ដើរមកឯងនេះសភាពមើលទៅដូចជាមនុស្សដែលមានបំណងមិនល្អហើយ នេះផ្លយបានវាយនិងបានចង់ជ្រែកជាប់ហើយគាត់ក៏បានបន្តនិយាយថា មិនថាឯងល្អឬមិនល្អទេតែយើងយល់ថាឯងមិនល្អច្រើនជាងបើដូច្នេះដើម្បីបង្ការគ្រោះបន្លាដែលស្រួចត្រូវកប់ចោលឲ្យវារលួយហើយតើលបងចង់ធ្វើអីហ្នឹងចង់កប់ខ្ញុំទាំងរស់មែនទេលបងខ្លាចមានទោសទេមែនទេមានទោសមែនទេ យើងមានលោកចវាយស្រុកទៅហើយគ្មានអ្នកណាដឹងរឿងនេះទេតែលោកចវាយស្រុកក៏នៅក្រោមរាជការដែរតើចំជាល្ងងមែនអញ្ចឹងតើបានជាគ្មានដឹងអីសោះបានហើយចូលងាប់ដាច់ខ្យល់នៅក្នុងដៅនេះទៅចុះ ចៃជ្រែកពិតជាត្រូវបាននីផ្លយក៏ពិតមែននីផ្លយក្រោយលុបដីចិត្តស្អាតល្អហើយនោះគាត់ក៏បានដើរចាកចេញទៅនៅក្រោមដី សំណាងឲ្យដែលចេះជ្រែកដីកុំអីដាច់ខ្យល់មិនខានទេ និយាយហើយចៅជ្រែកក៏បានជ្រែកដីវិលទៅផ្ទះវិញតែកាលនោះគាត់បែរជាមកដល់ទីនៃបិសាចទៅវិញចវាយស្រោកលើកនេះមិនក៏មិនមានមនុស្សតែជាជ្រូកទៅវិញអញ្ចឹងឯងលេងចង់រស់ហើយមែនទេ លោកស្រីម្ចាស់ខ្ញុំមិនអាចយកនារីកមុំមករហូតបានទេព្រោះខ្ញុំខ្លាចគេសង្ស័យណាស់ មិនបានទេបើឯងមិនយកឈាមពួកគេមកយើងនឹងធ្វើឲ្យទឹកដែលស្តុកនៅផ្ទះឯងនោះឡើងវិញមិនខានក ុំអាលខឹងអីខ្ញុំគិតតែនាយផ្លយគេកំពុងទៅនាំយកមកហើយ បើមកយាមក្រោយគ្មានមនុស្សស្រីណាមកឲ្យយើងស្រូបយកសម្រស់ទេនោះយើងនឹងសម្លាប់ឯងចោល មានបិសាចក្រោយខ្នងអញ្ចឹងសោះចំណែកបិសាចនោះយកសម្រស់គេមកបដូរអញ្ចឹងតើបានជាស្អាតយ៉ាងនេះ នេះផ្លយពិតជាបានមកដល់ពិតមែន ខ្ញុំមកដល់ហើយក៏មាននារីម្នាក់ស្អាតដាច់គេផងដែរទៀនថាម៉េចណែអាផ្លយនេះជាព្រះធីតាទេណាពួកយើងអាចមានគ្រោះហើយដឹងទេអាភ្លឺ ព្រះអើយជាព្រះធីតាកំពូលសម្រស់និងជាមនុស្សដែលយើងស្អប់ជាងគេតើអ្នកម្នាងមិនក៏អ្នកម្នាងត្រង់គង់នៅទីនេះឬមួយក៏ត្រង់ជាបិសាចដែលគេល្បីថាសម្រាប់មនុស្សស្រីក្រមុំនោះមែនទេបើមែនតើវាយ៉ាងម៉េចពេលនេះត្រង់ជ្រាបហើយក៏ហួសពេលដែរ ព្រះបិតាយើងសពប្រតិត្រង់ណាស់មិនសមណាស់ត្រង់ជាបិសាចបែបនេះសោះត្រង់ពិតជាអាក្រក់ណាស់បានហើយកុំនិយាយច្រើនអីយល់ដល់យើងធ្លាប់ស្គាល់ត្រង់យើងលាក់ត្រង់ទុកសិនចោះចំណែកពួកឯងទៅរកមនុស្សថ្មីទៀតមក ទទួលបញ្ជាតែព្រះធីតាដ៏ស្អាតក៏ត្រូវទៅជួបរឿងមិនល្អបែបនេះដែរមែនទេមិនបានទេខ្ញុំត្រូវទៅជួយទ្រង់ទៅបាន ចៅជ្រែកបានរងចាំរហូតដល់អ្នកម្នាងបិសាចភ្លេចខ្លួនលុះឃើញមានឱកាសល្អហើយនោះគាត់ក៏បានជ្រែកទៅក្បែរព្រះធីតាឬក៏មានបន្ទូលឬក៏បានពោលតិចថា ព្រះធីតាលើទូមង្គមនិយាយទេសូមតានឡើងក្រាបទូល នេះលោកជាអ្នកណាគេលោកចូលមកបាត់ដោយរបៀបណាទៅទីនេះគ្រោះថ្នាក់ណាស់លោកគួរតែចាក់ចេញទៅ អូអត់ទេទូមង្គមជួយពនាងសិនក្រាបទូល តែលោកមិនអាចទេបិសាចនេះសាហាវណាស់ឆាប់ចេញទៅវិញទៅ អត់ទេសូមយើងមកតាមទូមង្គមមកទូមង្គមអាចជ្រែកដីកិច្ចបានមិនពិបាកនោះទេ ទោះបីជាលោកមានទេពកោសល្យឬក៏លោកមានវិជ្ជាមន្តការក៏ដោយតែយើងមិនចង់ចាក់ចេញទេព្រោះបានអ្នកម្នាងនេះមិនរលាយអ្នកស្លាប់នៅតែមានមិនឈប់ឡើយ មានន័យថាទ្រង់មានវិធីមែនទេ ដំបងយើងក៏ចង់ចាក់ចេញដែរក៏ប៉ុន្តែពេលនេះយើងដឹងហើយថាអ្នកណាគេជាអ្នកដែលសាហាវបំផុតនោះដូច្នេះ មានន័យថាទ្រង់កំពុងតែរកវិធីកម្ចាត់បិសាចមែនទេក្រាបទូល គឺបែបនោះហើយ បើអញ្ចឹងចាំទូមង្គមជាអ្នកជួយពនាងធ្វើភារកិច្ចនេះទៅចុះចាំមកផ្លែតណាពនាងទូមង្គមត្រឡប់មកវិញឥឡូវហើយ លោកចង់ធ្វើយ៉ាងម៉េចទេ
បន្តិចទៀតដឹងហើយក្រាបទូល ចៅជ្រែកកាន់នោះបានធ្វើរឿងមួយដែលចាប់ជើងបិសាចទាញចូលទៅក្នុងដីហើយអ្វីៗបិសាចពិតជាមិនអាចតោងឡើងបានឡើយនៅក្រោមដីអើយមានរឿងអីតើមានរឿងអីទៅមិនក៏យើងមិនអាចឡើងខាងលើបាន បានជោគជ័យហើយពនាង ក្រោយទាញអ្នកមនាងបិសាចចូលក្រោមដីហើយនោះក៏ប្រញាប់ឡើងមកវិញនិងបានយកផ្ទាំងថ្មដ៏ធំនិងសង្កត់លើធ្វើឲ្យមេធ្មប់បិសាចថប់ដង្ហើមស្លាប់នៅក្រោមដីក្នុងពេលនោះតែម្ដង បានជោគជ័យហើយពនាង ប្រសើរណាស់លោកប៉ាត់ជាពូកែមែន ស្ដេចយាងក្រាបទូល ជាងចេញមកដល់កន្លែងមួយព្រះធីតាក៏មានបន្ទូលថាលោកតើលោកនាំជើងជ្រែកដីបានទេយើងប៉ាត់ជាចង់សាកល្បងណាស់ សូមព្រះរាជទានទោសផងក្រាបទូលទូលបង្គំមិនអាចធ្វើបែបនេះបានទេព្រោះទ្រង់អាចមានគ្រោះថ្នាក់បាន យើងចលហើយយ៉ាងណាក៏យើងប៉ាត់ជាអរគុណលោកណាស់ដែលបានជួយក្នុងរឿងនេះ ក្រាបទូលឥឡូវនេះទូលបង្គំសូមយាងត្រង់ទៅនគរវិញចុះក្រាបទូល កុំតន់អីយើងចង់ដឹងថាតើភូមិនេះមានអ្វីកើតឡើងទេមិនក៏អ្នកស្រុកគ្មានទឹកប្រើប្រាស់យ៉ាងនេះលោកមើលចុះយើងពុំមានសង្កេតឃើញថាមានបឹងបួរសំបីមួយដំណក់ឡើយ ពិតមែនហើយអ្នកភូមិទូលបង្គំគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ទេក្រាបទូល តើព្រោះជាស្នាដៃចៅហ្វាយស្រុកមែនទេ មែនហើយក្រាបទូល បែបនេះយើងរត់តែមិនអាចទៅវិញបានលោកដឹងទេ ទ្រង់ពិតជាព្រះធីតាដែលគិតគូរពីប្រជារាស្ត្រណាស់អញ្ចេះចុះពនាងអាចយាងទៅផ្ទះទូលបង្គំបានទេ បច្ចុប្បន្នព្រោះយើងមិនមានទីណាគួរឲ្យតបប្រតិទេហើយយើងសូមបដោះកាយជាមនុស្សធម្មតាសិនទៅបាន សូមស្ដេចយាងក្រាបទូល ចៅជ្រែកធ្វើដំណើរបានបន្តិចស្រាប់តែមីងណយរត់មកយ៉ាងលឿននិងបាននិយាយទាំងត្រហេបត្រហប់ថាអើយព្រះអើយពិតជាវេទនាណាស់អើយក្មួយអើយក្មួយអើយជួយផងទៅលបងធឿននឹងអ្នកភូមិដតីទៀតចិត្តស្លាប់ហើយ មិនក៏អញ្ចឹងមីង ដូចក្មួយធ្លាប់ដឹងអញ្ចឹងគឺដោយសារគ្មានទឹកហូបនោះអី ចុះអ្នកលក់ទឹកនោះមីង វាបានដំឡើងថ្លៃគុណនឹង3វាបានដំឡើងថ្លៃគុណនឹង3ហើយអ្នកណាដែលគ្មានប្រាក់នោះគឺអត់មានអីហូបនោះទេណាក្មួយគ្មានអាហារមិនអីទេតែបើគ្មានទឹកនោះមកជាមិនស្រួលឡើយអើយមែនហើយអ្នកនាងអើយក្មួយអើយក្មួយពួកយើងទៅផ្ទះលោកច្បាយស្រុកទៅ ខ្ញុំដូចជាពជាពេលពេកហើយមីងអ្នកនាងសូមយាងអត់ទេសូមនាំគ្នាទៅភ្នំតូចសិនទៅខ្ញុំមានវិធីបង្ហូរទឹកហើយ ថាម៉េចក្មួយធ្វើបានយ៉ាងម៉េចទៅតើទឹកនឹងហូរមកពីណានោះ មិនអីទេមីងចាំទៅមើលចុះមីងសូមមីងជួយជម្រាបប្រាប់ពុកខ្ញុំផងថាខ្ញុំអត់អីទេ ចាមិញនឹងជម្រាបគាត់តែថាមិញស្ដាប់ទៅដូចជាមិនយល់ទេតែសិនតែមិញមិនថាគាត់ធ្វើអ្វីទេពួកយើងត្រូវជឿជាក់លើគាត់ឆាប់ឡើងទៅអើយចាសំណាងល្អណាស់លោក បាន ចៅជ្រែកមិនចាំយូរទេគាត់បានជ្រែកដីម្ដងទៀតហើយគាត់ក៏បានទៅដល់ទីនៃរនាំងទឹកដែលលោកច្បាយស្រុកបង្កប់ស្តុកនោះជាថ្មី ខ្ញុំត្រូវតែព្យាយាមបំបែករនាំងទៅបាន ប៉ាត់ជាមិនស្រួលទេតែដើម្បីជួយអ្នកភូមិនោះចៅជ្រែកក៏បានព្យាយាមហើយព្យាយាមទៀតរហូតធ្វើឲ្យមានទឹកជ្រាបចេញម្ដងបន្តិចម្ដងបន្តិច ចិត្តបានជោគជ័យហើយត្រូវហើយខ្ញុំត្រូវតែជ្រែកដីធ្វើចង្អូរទឹកឆ្ពោះទៅរកបឹងដែលរីងពីយូរនោះទៅបាន ទឹកចាប់ផ្ដើមជ្រាបចេញហើយថែមទាំងហូរខ្លាំងទៀតផងរីឯនីផ្លយវិញនោះឃើញទឹកផ្ទុះចេញមកគាត់ផិតភ័យជាខ្លាំងគាត់ក៏បានរត់ទៅរកចៅហ្វាយស្រុកនិងបាននិយាយថា លោកច្បាយស្រុកទឹកស្តុកធ្លាយហើយទៀនថាម៉េចមិនអាចទេលោករត់សិនទៅបើមិនអញ្ចឹងទេពួកយើងអាចស្លាប់បានណាព្រោះផ្ទះលោកនៅលើផ្ទះអ្នកស្រុកនោះអីអត់ទេយើងមិនអាចឲ្យទឹកធ្លាយចេញបានទេឆាប់ឡើងជួយទប់ភ្លាមទៅថាម៉េចតើលោកនៅស្ដាយទៀតមែនទេពេលនេះលោកអាចស្លាប់បានណាហើយចុះខ្ញុំទៅមុនហើយ មិនទាន់ទេហេតុថាទឹកបុកឡើងខ្លាំងទីបំផុតជនលបលន់ទាំងពីរក៏ត្រូវបានទឹកបោកបក់បណ្ដាលឲ្យស្លាប់ក្នុងគ្រានោះទៅ
នៅទីទួលមួយ អើយលោកបងមើលចោះមានទឹកហូរបោះពួយមកហើយតើខ្ញុំមិនច្រឡំទេមែនទេ ពិតជាមានទឹកមែនតើទឹកនឹងហូរមកពីណាអញ្ចេះអូព្រះអើយខ្ញុំមិនបានស្វាំងភ្នែកទេមែនទេ ប៉ាត់ជាស្នាដៃចេះជ្រែកហើយគាត់ប៉ាត់ជាពូកែណាស់ មែនហើយគេពិតជាអាចធ្វើបានមែនលោកបងកូនប្រុសលោកបងអស់ចាកខ្លាំងណាស់ តើកូនខ្ញុំបានទៅធ្វើអីខ្លះខ្ញុំវិលវល់អស់ហើយប្រភពទឹកនេះមានអីពាក់ព័ន្ធជាមួយនឹងកូនខ្ញុំនោះ ពិតជាមានព្រោះកូនលោកបងពូកែណាស់ ប៉ាត់ថៃចៅជ្រែកក៏បានមកដល់ហើយគាត់ក៏បានបកស្រាយទាំងអស់ផងដែរលោកពូធឿនស្ដាប់ហើយនោះគាត់ប៉ាត់ជារីករាយជាខ្លាំង កូនពិតជាក្លាហានណាស់ពុកមានមោទនភាពមែនទែនណាកូន លោកប៉ាត់ជាបរិះពូកែអង្គអាចមែនហើយលោកឆាប់ទៅជាមួយខ្ញុំទៅព្រោះព្រះបិតាប៉ាត់ជាសរសើរនិងប្រទានរង្វាន់ដល់លោកមិនខាន សូមអរព្រគុណណាស់ក្រាបទូល ប៉ាត់ជាមែនហើយចុងក្រោយចៅជ្រែកក៏មានជីវភាពធូរធារចំណែកអ្នកស្រុកក៏បានសុខសាន្តនិងមានទឹកគ្រប់គ្រាន់តរៀងទៅផងដែរ